នាងខ្ញុំសូមគោរពទៅដល់លោកគ្រូអ្នកគ្រូព្រមទាំងសួស្តីទៅកាន់អ្នកនរគ្នាដែលកំពុងតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាលន់ចន្ទ័យមកពីថ្នាក់ទី 10C នៃវិទ្យាល័យគូព្រីងសាលារៀនចំនួនថ្មីដែលខ្ញុំគឺជាសមាជិកដែលស្ថិតនៅក្នុងក្លឹបគណិតមួយរូបដែលនឹងធ្វើការបកស្រាយជាមួយនឹងចំណុច 4.2.6 ដែលគេនិយាយទៅនឹងការដាក់កន្សោមនៅក្រេទី2ជាផលគុណកតាដែលមានរាង x ការ៉េបូក sx បូក p ចឹងយើងចូលមកដល់ហ្នឹងគឺយើងសិក្សាទៅចំណុចក្បែរទេគឺ 4.2.6 គឺជាការដាក់កន្សោមនៅក្រេទី2ជាផលគុណកតាដែលមានរាង x ការ៉េបូក sx បូក p ជាទូទៅរបស់យើងដើម្បីដាក់កន្សោមនៅក្រេដែលមានរាង x ការ៉េបូក sx បូក p ជាផលគុណកតានេះបានគឺយើងត្រូវទី1គឺយើងត្រូវរកទី1គឺយើងត្រូវរកចំនួន a ហើយ b ឲ្យឃើញជាមុនសិនដែលផលបូក s គឺស្មើជាមួយនឹង a បូក b ហើយផលគុណ p គឺស្មើជាមួយនឹង a គុណ b អញ្ចឹងហើយបន្តមកទៀតនោះយើងទាញបានគឺយើងទាញបាន x ការ៉េបូក sx បូក p គឺស្មើជាមួយនឹង x ការ៉េបូកជាមួយនឹង a បូក b កតាជាមួយនឹង x បូក a b ហើយយើងនឹងបានផលគុណកតាដែលមានរាង a x បូក a ជាមួយនឹងកតា x បូក b ហើយមូលហេតុបានជាយើងជំនួស s មកជា a បូក b វិញគឺដោយសារតែយើងឃើញខាងលើហើយបើសិនជាករណីដែលយើងរកឃើញចំនួន a b គឺយើងអាចជំនួស a នឹងដោយ a បូក b បានហើយ p វិញ p បើសិនជាយើងរកចំនួន a b ឃើញនោះយើងអាចជំនួស p ដោយ a អីគេ a គុណ b បានអញ្ចឹងបន្ទាប់ពីយើងបានទម្រង់បែបហ្នឹងគឺយើងអាចទាញវាជាផលគុណកតាដែលមានលេខ x បូក a ជាមួយនឹង x បូក b ហើយបន្តមកទៀតនៅក្នុងករណីហ្នឹងគឺខ្ញុំគាត់តែចង់សម្រាយប្រាប់ទៅកាន់អ្នកនរគ្នាថាតើមូលហេតុអីបានជាយើងនេះទាញមកឲ្យរៀងប៉ុណ្ណឹងបានជាទាញរៀងបានជាផលគុណកតាបែបហ្នឹងយើងសង្កេតឃើញថានេះគឺយើងមាន x ចឹងយើងអាចគុណបញ្ចូល x ហ្នឹងចូលទៅក្នុងវងកញ្ចក់ដែលមាន a បូក b បានបន្ទាប់ពីយើងធ្វើការគុណបញ្ចូលទៅនោះយើងនឹងបានសមីការមួយទៀតគឺមាន x ការ៉េបូកជាមួយនឹង ax បូកជាមួយនឹង bx ហើយបូកជាមួយនឹង ab ហើយជំហានបន្ទាប់គឺយើងចាប់ផ្ដើមធ្វើការបដូរពីរតួបញ្ចូលគ្នាគឺ x ការ៉េបូកជាមួយនឹង ax ហើយពីរតួចុងក្រោយទៀតគឺ bx ជាមួយនឹង ab ហើយយើងសង្កេតឃើញថាពីរតួដំបូងដែលយើងបានបដូរគឺ x ការ៉េបូក ax ហ្នឹងមានគេដូចគ្នាគឺមាន x ដូចគ្នាអញ្ចឹងយើងចាប់ផ្ដើមធ្វើការចាប់ x ជាកតារួមដែលអញ្ចឹងយើងទទួលបាន x កតាជាមួយនឹង x បូក a ព្រោះនេះយើងចាប់ x អស់មួយហើយយើងនៅសល់តែ x ដល់ពេលនេះយើងចាប់ x ទៅវាអស់នៅសល់តែ a ទេហើយចំពោះតួចុងក្រោយគេតួទី2ចុងក្រោយគេហ្នឹងគឺ bx បូក ab យើងសង្កេតឃើញថាមានគេដូចគ្នាមាន b ដូចគ្នាអញ្ចឹងយើងអាចចាប់អីគេបានគឺយើងអាចចាប់ b ជាកតាបានអញ្ចឹងយើងបានរៀង b កតាជាមួយនឹង x បូក a ហើយបន្តមកទៀតយើងសង្កេតឃើញថាបន្ទាប់ពីយើងចាប់រួចរាល់អស់ហើយយើងឃើញមានអីគេដូចគ្នាទៀតគឺ x បូក a ដូចគ្នាអញ្ចឹងយើងអាចចាប់ x បូក a ជាកតារូបបានហើយនៅសល់អីគេអានេះចាប់ x បូក a អស់នៅសល់តែ x អានេះចាប់ x បូក a អស់នៅសល់អីគេ b អញ្ចឹងយើងអាចx បូក a ហ្នឹងគឺកតាជាមួយនឹង x បូក b ដោយសារតែយើងចាប់អស់ហើយនៅសល់ x បូក b ទេអញ្ចឹងយើងអាចដាក់កតាបានមួយទៀតអញ្ចឹងយើងបាន x បូក a កតា x បូក b ចូលមកដល់ឧទាហរណ៍របស់យើងវិញឧទាហរណ៍របស់យើងគឺមានប្រធានដូចជា x ការ៉េដក 5x ដក 36អញ្ចឹងនៅក្នុងករណីហ្នឹងដើម្បីអាចឲ្យយើងចូលបានចូលក្នុងតាមការសម្រេចហ្នឹងយើងត្រូវទាញរកតម្លៃគេឃើញសិនគឺយើងត្រូវទាញរកតម្លៃ a តម្លៃ b ឲ្យឃើញជាមុនសិននៅក្នុងការទាញរកតម្លៃ a តម្លៃ b គឺយើងធ្វើការបំបែកដក 5 នៅក្នុងតួកណ្ដាលនេះជាមួយនឹងដក 36ដែលតួដំបូងរបស់យើងហ្នឹងគឺយើងត្រូវធ្វើតាមប្រមាណវិធីបូកដកធម្មតាតែចំពោះតួទី2ដក 39ហ្នឹងគឺយើងធ្វើការប្រមាណវិធីគុណយើងត្រូវដឹងថាដក 5 នេះបានមកពីអីគេបូកអីគេដកជាមួយនឹងអីគេដើម្បីបានអាប៉ុណ្នេះអញ្ចឹងយើងឃើញហើយថាដក 5 គឺបានមកពីដក 9ប៉ះជាមួយនឹងបូក 4ហើយដល់ពេលដក 36នេះបានមកពីអាណាគុណអាណាគឺបានមកពីដក 9 គុណជាមួយនឹង4ស្មើដក 36នឹងឯងអញ្ចឹងយើងអាចនាំឲ្យ a របស់យើងនោះគឺស្មើជាមួយនឹង4 b ស្មើជាមួយនឹងដក 9 យើងអាចដាក់កន្លែងហ្នឹង a ស្មើជាមួយនឹងដក 9 b ស្មើ4ក៏បានដូចគ្នាដែរហើយបន្ទាប់ពីយើងរកឃើញ a b ហើយយើងចាប់ផ្ដើមជួសជុលទៅក្នុងប្រធានរបស់យើងគឺ x ការ៉េដក 5x ដក 36គឺស្មើជាមួយនឹង x ការ៉េបូកជាមួយនឹងបើកដង្កៀប4បូកជាមួយនឹងដក 9 កតាជាមួយនឹង x ហើយបូកជាមួយនឹង4គុណឲ្យដក 5 9ហើយបន្តមកទៀតមុននឹងយើងធ្វើការគុណបញ្ចូល x តាមការសម្រេចរបស់យើងនោះគឺយើងត្រូវអីគេគុណសញ្ញាសិនអានេះវាមានបូកគុណជាមួយនឹងដកវាប៉ះបើវាបានដកដល់ពេលនេះគឺ4គុណជាមួយនឹងដក 9គឺស្មើដក 36អញ្ចឹងយើងបានប្រធានប៉ុណ្ណឹងហើយយើងចាប់ដើមធ្វើអីគេបន្តទៀតគឺយើងចាប់ដើមគុណ x នេះបញ្ចូលទៅក្នុងវងកញ្ចក់របស់យើងគឺ4ដក 9នេះឯងបន្ទាប់ពីយើងគុណបញ្ចូលយើងសង្កេតឃើញថាយើងបាន x ការ៉េបូក 4x ដក 9x ដកជាមួយនឹង35 6ព្រោះនេះដកប៉ះដកបូកប៉ះដកចេញដកហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការបដូរពីរតួបញ្ចូលគ្នាគឺ x ការ៉េបូក 4x យើងអាចចាប់ឲ្យគេបានជាកតាគឺ x
ចឹងយើងបាន x បូក x កតាជាមួយ x បូក4ពីតួចុងក្រោយនេះផងដែរយើងសង្កេតឃើញថាយើងវាអត់មានអថ័យដូចគ្នាទេប៉ុន្តែយើងអាចចែកដាច់នឹងអីគេដូចគ្នាគឺចែកដាច់នឹងចែកដាច់នឹង9ដូចគ្នាអញ្ចឹងយើងចាប់ដក9ជាកតាមកគឺយើងនៅសល់ x បូកជាមួយនឹង4ព្រោះនេះដកប៉ះដកវាចេញបូកអញ្ចឹងបានដក9កតាជាមួយនឹង x បូក4ហើយយើងសង្កេតមើលទៀតថាតើពីនឹងបន្ទាប់ពីយើងចាប់មួយយកអស់ហើយវាមានអីគេដូចគ្នាមកតង់ទៀតគឺ x បូក4អញ្ចឹងយើងអាចចាប់ x បូក4នេះជាកតាបានមកតង់ទៀតអញ្ចឹងយើងបាន x បូក4កតាជាមួយ x ដក9ដោយសារតែនេះចាប់ x បូក4អស់ហើយនៅសល់តែ x ហើយនឹងដក9តែយើងអាចដាក់ជាកតាបានមួយកន្សោមទៀតអញ្ចឹងយើងបាន x បូក4កតា x ដក9អញ្ចឹងដូច្នេះចម្លើយរបស់យើងសម័យការ x ការ៉េដក 5x ដក36គឺស្មើជាមួយនឹង x បូក4កតាជាមួយនឹង x ដក5 9ជាចុងក្រោយការបកស្រាយរបស់ខ្ញុំនៅស្ថិតនៅក្នុងចំណុចមុនហ្នឹងក៏ឈានចូលដល់ទីបញ្ចប់ខ្ញុំសូមអរគុណទាំងអ្នកទាំងអស់គ្នាដែលបានចំណាយពេលតាមដានទស្សនាវីដេអូមួយនេះទាំងអស់គ្នា